ចូលមកដល់មកប្រហែលជា9យប់អ្នកទាំងពីរដែលនៅខាងលើថ្នាក់នោះកំពុងតែតម្រង់កាំភ្លើងនៅពេលហ្នឹងក៏ស្រាប់តែមានសត្វជ្រូកព្រៃមួយក្បាលបានដើរកាត់មកកន្លែងដែលពួកគាត់កំពុងតែសម្រាកនេះមើលនោះក៏បាននិយាយទៅកាន់ឪពុកថាមើលក្បាលនេះទុកឲ្យខ្ញុំជាអ្នកបាញ់បើយល់ទៅនោះឃើញថាមានសត្វដំរីមួយក្បាលដើរនៅមុខគេមិនត្រឹមតែបែបនេះគឺមានអ្វីមួយយ៉ាងកំពុងតែអង្គុយនៅលើខ្នងរបស់វានេះមើលគេស្ងាត់មកតែម្ដងពីព្រោះថាគេគឺមិនដែលឃើញបែបនេះទេយើចាំមើលពួកឯងនឹងងាប់នៅក្នុងដៃរបស់យើងជាមិនខានទេពួកអបរបាទាំងឡាយចូលទៅចាត់ការកូនទៅពីអ្នកនេះទៅនេះគឺជាសម្ដីដែលចេញពីតាចាស់ម្នាក់នោះតំបន់ដីច្រាបគឺជាតំបន់មួយដែលពោពេញទៅដោយរឿងចម្លែកជាច្រើនមានថ្ងៃមួយនោះនេះមឿនដែលត្រូវជាកូនប្រុសលោកតាឌឺនោះគេចង់ចូលទៅក្នុងព្រៃចំនួន4ទៅ5ថ្ងៃដើម្បីរករបស់ស័ក្តិសិទ្ធិខ្លះក៏ដូចជាចង់ទៅសាកនៅមុខវិជ្ជារបស់ខ្លួនផងដែរលោកតាឌឿនដែលគាត់គឺជាពុកនោះគាត់ក៏បានធ្វើដំណើរទៅជាមួយព្រមជាមួយនឹងអីវ៉ាន់និងរបស់បរមួយចំនួនដែលត្រូវយកចូលទៅក្នុងព្រៃនៅមើលនៅពេលនោះគេក៏បានសួរថាពុកតើព្រៃមួយនេះពីមុននោះសម្បូរទៅដោយរឿងចម្លែកដែរឬទេចាំមើលនៅក្នុងយប់នេះទៅកូននឹងដឹកហើយថាវានឹងមានរឿងអ្វីកើតឡើងនោះនៅក្នុងពេលដែលពួកគាត់ទាំងពីរនាក់កំពុងតែធ្វើដំណើរនោះជុំវិញបរិវេណរបស់គាត់គឺពោពេញទៅដោយដើមឈើធំព្រោះថានៅក្នុងសម័យកាលនោះក្នុងស្រុកទេសរបស់យើងនេះគឺសម្បូរខ្លាំងណាស់ធ្វើដំណើរប្រហែលជា1ម៉ោងមកពួកគាត់ទាំងពីរនាក់ក៏បានធ្វើដំណើរមកដល់កន្លែងមួយដែលមើលទៅនោះអាចឲ្យពួកគាត់សម្រាកនៅទីនេះបានបន្ទាប់មកអ្នកទាំងពីរក៏បានរៀបចំសម្ភារៈរបស់គាត់ហើយនោះនៅពេលនេះពួកគាត់ក៏ស្រាប់តែបានឮសំឡេងសត្វជាច្រើនគឺមិនដឹងថាជាសត្វអ្វីខ្លាំងនោះទេនេះមើលជាមួយនឹងឪពុកបានធ្វើដំណើរទៅមុខបន្តទៀតក្រឡេកទៅព្រៃនោះវិញឃើញថាមានទឹកត្រពាំងមួយដែលនៅកណ្ដាលព្រៃនេះតែម្ដងនេះមើលគេក៏បាននិយាយថាពុកខ្ញុំបាញ់សត្វក្តាននោះមួយសិនមើលទៅអាមួយក្បាលនេះគឺធាត់ល្អខ្លាំងណាស់មិនណែទេកូនប្រុសចាំយប់បន្តិចចាំបាញ់ទៅមិនចឹងពុកនេះគឺជាកន្លែងខ្នាច់ព្រៃកន្លែងខ្នាច់ព្រៃនេះគឺសម្បូរទៅដោយសត្វជាច្រើនវាចូលមកផឹកទឹកមិនថាជាសត្វចាត់ទៅបានសត្វល្មូនទេនិយាយទៅគឺគ្រប់ប្រភេទតែម្ដងដល់ពេលនេះយើងគួរតែរៀបចំបាយទឹកសិនទៅនិងរៀបចំភ្នាក់សម្រាប់នៅយប់នេះគឺយើងនឹងប្រមាញ់សត្វនៅកន្លែងខ្នាច់ព្រៃនៅយប់នេះតែម្ដងនោះរហូតមកដល់ពេលល្ងាចនោះអ្នកទាំងពីរក៏បានរៀបចំរួចរាល់មិនថាជាគ្រាប់កាំភ្លើងធម្មតានិងគ្រាប់អាគមឡើយគឺត្រៀមរួចជាស្រេចបន្ទាប់ពីនឹងមកពេលវេលានោះក៏ចេះតែកន្លងផុតពី1ម៉ោងទៅកាន់1ម៉ោងចូលមកដល់ម៉ោងប្រហែលជា9យប់អ្នកទាំងពីរដែលនៅខាងលើថ្នាក់នោះកំពុងតែតម្រង់កាំភ្លើងនៅពេលហ្នឹងក៏ស្រាប់តែមានសត្វជ្រូកព្រៃមួយក្បាលបានដើរកាត់មកកន្លែងដែលពួកគាត់កំពុងតែសម្រាកនេះមើលនោះក៏បាននិយាយទៅកាន់ឪពុកថាមើលក្បាលនេះទុកឲ្យខ្ញុំជាអ្នកបាញ់ឯងបាញ់ក៏បាញ់ទៅយើងមិនហាមខាត់ឡើយក្រឡេកទៅមើលជ្រូកព្រៃមួយក្បាលនោះវាកំពុងតែធ្វើដំណើរមកហើយដោយវាមិនដឹងនោះទេថាអ្នកទាំងពីរកំពុងតែចាំប្រមាញ់វានេះមើលបន្ទាប់ពីឃើញអាកាសល្អមកដល់បែបនេះខ្លួនមិនអាចឲ្យរួចនោះទេសំឡេងគ្រាប់កាំភ្លើងមួយគ្រាប់បានលាន់ចេញអំពីស្នាដៃរបស់នេះមើលនិយាយទៅមួយគ្រាប់នេះសត្វជ្រូកព្រៃមួយក្បាលនោះគឺដេកងាប់ស្អាតតែម្ដងក្រោយពីបានបាញ់សត្វជ្រូកព្រៃមួយក្បាលនេះគ្រាប់ហើយនោះអ្នកទាំងពីរគឺមិនទាន់ចុះមកទេបងប្អូនដឹងហើយថានៅក្នុងទីព្រៃនៅពេលយប់នោះគឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះអ្នកទាំងពីរគឺត្រូវតែប្រុងប្រយ័ត្នបន្តិចយប់ជ្រៅបន្តិចដើមឈើដែលអ្នកទាំងពីរកំពុងតែនៅនេះស្រាប់តែរង្គើហាក់បីដូចជារំជួយដីយ៉ាងអញ្ចឹងនេះមិនក៏បានសួរទៅកាន់ឪពុកថាពុកតើមានរឿងអីមែនទេបានជាបែបហ្នឹងពួកវាមកហើយ
វាគឺជាដំរីដែលមានអ្នកគ្រប់គ្រង មួយសន្ទុះតូចក្រោយមកឃើញមានវងសត្វដំរីប្រហែលជា10ក្បែរនោះកំពុងតែធ្វើដំណើរឆ្លងកាត់កន្លែងដែលគាត់កំពុងតែសម្រាប់នេះឯងអ្នកទាំងពីរក៏មានការភ័យខ្លាចដែរបើសិនជាដំរីទាំងអស់នោះបានឃើញពួកគាត់ហើយវាមកចូលបានឈើដែលពួកគាត់បានសម្រាប់ដឹងតែមានបញ្ហាជាជំនខានទេដូចយទៅនោះឃើញថាមានសត្វដំរីមួយក្បាលដែលនៅមុខគេមិនត្រឹមតែបែបនេះគឺមានអ្វីមួយយ៉ាងកំពុងតែអង្គុយនៅលើខ្នងរបស់វានេះមើលគេស្ងាត់មាត់តែម្ដងពីព្រោះថាគេគឺមិនដែលឃើញបែបនេះទេរឿងដែលមិនធ្លាប់បានឃើញគឺមិនទាន់ទៅផុតផងវត្តមានរបស់តាចាស់ម្នាក់ដែលបានដើរកាន់ឈើច្រត់គឺបានដើរមកកន្លែងធ្នាក់ដែលអ្នកទាំងពីរកំពុងតែសម្រាប់ទៀតតាចាស់ម្នាក់នោះក៏បានស្រែកមកសួរអ្នកទាំងពីរថា តើមានបាយឲ្យតាហូបទេតាឃ្លានបាយខ្លាំងណាស់ហាមដាច់ខាតកុំនិយាយរកវាពួកទាំងនេះវាមិនមែនជាមនុស្សឡើយយីពួកអាក្មេងទាំងអស់នេះពិតជាមិនអាណិតមនុស្សចាស់មែនមើលទៅពួកឯងនេះគឺមិនស្គាល់បនបាតទេអី សុភាពការនៅពេលនេះរីស្ងាត់បន្តិចប៉ុន្តែបន្តិចក្រោយមកគឺមានវងឆ្កែចចុះជាច្រើនលោកទៅដឹងនឹងនេះមើលទៅនោះគឺមិនក្រោមជាង7ក្បាលឡើយចំណែកតាចាស់ម្នាក់នោះគាត់ក៏បានងើបចេញពីដីគឺមិនដឹងថាគាត់ធ្វើបានដោយរបៀបណាទេម្ដងនេះតាចាស់ម្នាក់នោះភ្នែករបស់គាត់គឺឡើងក្រហមតែម្ដងបន្ទាប់មកគាត់ក៏បានសើច យើចាំមើលពួកឯងនឹងងាប់នៅក្នុងដៃរបស់យើងចេះជាមិនខានទេពួកអបរបាទាំងឡាយចូលទៅចាត់ការកូនទៅពីអ្នកនេះទៅនេះគឺជាសម្ដីដែលចេញពីតាចាស់ម្នាក់នោះនៅពេលហ្នឹងលោកតាឌឿនដែលកំពុងតែនៅលើថ្នាក់នោះគាត់បានដកយកអង្គរដែលនៅក្នុងថង់យិបរបស់គាត់នោះចេញមកគាត់បានសូរសែបនៅមុខវិជ្ជាដែលគាត់បានចេះគឺដើម្បីកម្ចាត់សត្វឆ្កែចចោទាំងអស់នេះពេលហ្នឹងលោកតាឌឿនគាត់ក៏បានបាច់នៅអង្គរទាំងនោះចុះមកគ្រាន់តែក្រោកអង្គរនោះទៅប៉ះជាមួយនឹងឆ្កែរបស់នោះភ្លាមវាក៏បានស្រែកចេញមកដោយការឈឺចាប់ហើយក៏បានឆេះនឹងរលាយបាត់ទៅលោកតាឌឿនក៏បាននិយាយថាអាមឿនតាចាស់ម្នាក់នេះទុកឲ្យឯងចោះនេះមើលបន្ទាប់ពីលឺឪពុកនិយាយបែបនេះគេក៏បានយកគ្រាប់កាភ្លើងចេញពីថង់យិបរបស់គេចេញមកហើយក៏បានដាក់ចូលទៅក្នុងបងកាភ្លើងរបស់គេបន្តមកទៀតក៏បានបាញ់ទៅតាចាស់ម្នាក់នោះគឺចំនួន5គ្រាប់ឯណោះគឺគ្រាប់ទី1គឺចំកណ្ដាលក្បាលគ្រាប់ទី2គឺចំភ្នែកគ្រាប់ទី3គ្រាប់ទី4គ្រាប់ទី5គឺចំកណ្ដាលទ្រូងដែលធ្វើឲ្យតាចាស់ម្នាក់នោះបានដេកស្លាប់នៅមួយកន្លែងតែម្ដងមិនជួបប្រមាណដែលហេតុថាតាចាស់ម្នាក់នោះរាងកាយរបស់គាត់មិនតរលាយស្រាប់តែមានសត្វខ្លាដបងមួយក្បាលបានដើរចេញមកពីគុម្ពព្រៃមួយដោយសម្រែករបស់វានោះគឺក្រហមឡើងរពងព្រៃតែម្ដងលោកតាឌឿនក៏បាននិយាយចេញមកថាអាខ្លាមួយក្បាលនេះយើងបាញ់វាយកទៅផ្ទះពីព្រោះថានេះគឺជាខ្លាព្រៃធម្មតាទេវាមិនមែនជាព្រៃខ្លាអ្វីឡើយនេះមើលនឹងលោកតាឌឿននៅពេលដែលសត្វខ្លាដបងមួយក្បាលនោះបានដើរចូលមកគឺពួកគាត់ទាំងពីរនាក់នេះបានត្រៀមកាភ្លើងរួចជាស្រេចនៅពេលដែលសត្វខ្លានោះកំពុងតែខាំហែកសាស័ព្ទរបស់តាចាស់នោះសំឡេងកាភ្លើងគឺចំនួន2គ្រាប់បានលាន់លឺចេញពីអ្នកទាំងពីរចំណែកឯសត្វខ្លាក្បាលនោះបន្ទាប់ពីបានត្រូវគ្រាប់កាភ្លើងរបស់នេះមើលនៅលោកតាឌឿននោះវាក៏បានប្រកាច់ងាប់ភ្លាមៗតែម្ដងហើយសេចក្ដីរបស់យើងនោះក៏សូមតែបញ្ចប់ត្រឹមនឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតយ៉ាងម៉េចហើយលបងម៉ៃយើងគួរទៅខាងណាទៀតមើលទៅថ្ងៃនេះដូចជាមិនមានសត្វមួយក្បាលសោះណែខ្ញុំក៏ឆ្ងល់ដែរថាថ្ងៃនេះមិនបានជាមិនមានសត្វសោះអញ្ចឹងបើតាមធម្មតាយើងដើរមកដល់ទីនេះមិនខ្វះទេសត្វព្រៃក៏ប៉ុន្តែថ្ងៃនេះដូចជារកមួយក្បាលធ្វើថ្នាំមិនបានផងតិចលោមានបិសាចចាប់ស៊ីទៅដឹងអ៊ំបានជាគ្មានសត្វអីមួយក្បាលសោះអញ្ចឹងពេលនោះដែរស្រាប់តែមានសត្វព្រៃជាច្រើនដែលវាបានផ្អើលចេញមកពីក្នុងព្រៃជ្រៅ
ហើយនៅពេលនោះពូវត្តក៏បានទាញយកកំភ្លើងរបស់គាត់បំរុងនឹងដេញប្រមាញ់សត្វទាំងនោះហើយសំឡេងនោះវាគឺជាសំឡេងរបស់អសុរកាយដែលវាកំពុងតែដើរចេញពីក្នុងព្រៃជ្រៅមកដោយអសុរកាយមួយនោះវាមានរូបរាងគួរឲ្យខ្លាចណាស់វាមានដៃជើងវែងហើយមានរាងស្គមមុខរលេះរលួយហើយខ្លួនប្រឡាក់ទៅដោយឈាមសត្វព្រៃទស្សនភាពនៅក្នុងឆ្នាំ1984មានប្រជាជននៅក្នុងភូមិតូចមួយដែលពួកគេនោះគឺរស់នៅដោយប្រកបមុខរបរបរបាញ់សត្វយកមកធ្វើជាអាហារដោយសារតែកន្លែងដែលអ្នកភូមិនោះរស់នៅគឺពោរពេញទៅដោយព្រៃតែម្ដងហើយមួយវិញទៀតក្រៅពីប្រកបមុខរបរបែបនេះពួកគេក៏មិនដឹងថាត្រូវប្រកបមុខរបរអ្វីទៀតនោះដែរហើយណាមួយនៅក្នុងភូមិរបស់ពួកគេមានគ្រួសារប្រមាណប្រហែលជា10គ្រួសារតែប៉ុណ្ណោះទើបធ្វើឲ្យពួកគេមិនដឹងថាត្រូវជួញដូរអ្វីនោះទេហើយនៅក្នុងភូមិដ៏សែនតូចមួយនោះត្រូវបានដឹកនាំដោយលោកអ៊ំម្នាក់ដែលគាត់មានឈ្មោះថាលោកអ៊ំម៉ៃលោកអ៊ំម៉ៃនេះគាត់ក៏ធ្លាប់ធ្វើជាទាហានពីមុនមកដែរការបាញ់កំភ្លើងគឺថាទុកចិត្តលើគាត់ចុះហើយមិនត្រឹមតែប៉ុណ្ណឹងសម្បីតែមុនអាគមអូមអាមក៏គាត់ចេះច្រើនក្រាស់ក្រែលណាស់ដែរដោយសារតែហេតុនេះហើយទើបធ្វើឲ្យអ្នកភូមិទាំងអស់គ្នានោះពេញចិត្តនឹងតែងតាំងគាត់ធ្វើជាមេភូមិដើម្បីគ្រប់គ្រងនៅភូមិរបស់ពួកគេនៅជារៀងរាល់ព្រឹកអ្នកភូមិដែលជាមនុស្សស្រីតែងតែចេញទៅបេះផ្លែឈើនៅឯក្បែរផ្ទះហើយក៏នៅថែទាំបន្លែដំណាំដែលដាំនៅជុំវិញបរិវេណផ្ទះផងដែររីឯមនុស្សប្រុសវិញពួកគេតែងតែទៅបរបាញ់សត្វនៅឯក្នុងព្រៃហើយការបរបាញ់សត្វរបស់ពួកគេនោះគឺពួកគេចេញទៅទាំងក្រុមតែម្ដងដោយពួកគេមិនហ៊ានទៅម្នាក់ឯងនោះឡើយដោយសារតែនៅក្នុងចំនួននោះនៅក្នុងព្រៃនីមួយៗគឺថាពោរពេញទៅដោយសត្វដ៏កាចសាហាវជាច្រើនហើយទោះបីជានៅក្នុងដៃរបស់ពួកគេប្រដាប់ទៅដោយកំភ្លើងក៏ដោយក៏ពួកគេនៅតែមានការប្រុងប្រយ័ត្នជានិច្ចរាល់ពេលចេញទៅបរបាញ់សត្វម្ដងលោកអ៊ំម៉ៃគាត់តែងតែដើរទៅជាក្រុមដែលក្រុមរបស់ពួកគាត់នោះមានគ្នាប្រហែលជា3ទៅ4នាក់ក៏ព្រោះថានៅក្នុងភូមិនោះមិនមែនមានតែមួយក្រុមនោះទេដែលចេញទៅបរបាញ់សត្វពោលគឺមានរហូតដល់3ទៅ4ក្រុមឯណោះអាវត្តអើយថ្ងៃហើយវើយប្រញាប់ឡើងប្រយ័ត្នយើងទៅចោលអូខ្ញុំចេញទៅឥឡូវហើយពូខ្ញុំរវល់រៀបចំកំភ្លើងរបស់ខ្ញុំសិនឲ្យលឿនមកវើយយឺតមែនតែម្ដងឯងនេះកុំរអ៊ូពេកមើលពូគ្រាន់តែចាំខ្ញុំបន្តិចសោះតោះពូប្រញាប់ចេញដំណើរទៅពួកគាត់ទាំង4នាក់ក៏បានចេញដំណើរពីភូមិហើយក៏ដើរសំដៅចូលទៅឯក្នុងព្រៃហើយពួកគាត់ទាំង4នាក់ត្រូវធ្វើដំណើរចូលទៅក្នុងព្រៃដ៏ជ្រៅផងដែរដោយសារតែការប្រមាញ់សត្វរបស់អ្នកភូមិទើបធ្វើឲ្យសត្វទាំងអស់នោះកាន់តែខ្សត់ទៅសត្វខ្លះត្រូវបានអ្នកភូមិប្រមាញ់បានឯសត្វខ្លះទៀតដោយសារតែការផិតភ័យជាមួយនឹងការប្រមាញ់របស់អ្នកភូមិទើបធ្វើឲ្យពួកវាបានបដូរទីកន្លែងទៅនៅឯក្នុងព្រៃជ្រៅបាត់ទៅនៅពេលដែលគាត់ដើរចូលទៅក្នុងព្រៃកាន់តែជ្រៅនៅតាមផ្លូវដែលពួកគាត់បានដើរមកនោះពួកគាត់មិនបានប្រទះជាមួយនឹងសត្វព្រៃណាមួយនោះទេនៅពេលដែលដើរទៅដល់ក្រោមដើមឈើធំមួយពួកគាត់ទាំងអស់គ្នាក៏បានឈប់សម្រាកនៅទីនោះព្រោះថាពួកគាត់បានដើរមកឆ្ងាយហើយហេតុនេះពួកគាត់ក៏សម្រេចចិត្តថាឈប់សម្រាកនៅទីនោះមួយសន្ទុះសិនដើម្បីយកកម្លាំងបន្តដំណើរទៅមុខទៀតយ៉ាងម៉េចហើយលបងម៉ៃយើងគួរទៅខាងណាទៀតមើលទៅថ្ងៃនេះដូចជាមិនមានសត្វមួយក្បាលសោះ
ណែខ្ញុំក៏ឆ្ងល់ដែរថាថ្ងៃនេះមិនបានជាមិនមានសត្វសោះអញ្ចឹងបើតាមធម្មតាយើងដើរមកដល់ទីនេះមិនខ្វះទេសត្វព្រៃក៏ប៉ុន្តែថ្ងៃនេះដូចជារកមកក្បាលធ្វើថ្នាំមិនបានផង តិចលោមានបិសាចចាប់ស៊ីទៅដឹងអ៊ំបានជាគ្មានសត្វអីមកក្បាលសោះអញ្ចឹង ណែអាវត្តបើឯងមិនមកក៏គ្មាននរណាថាឯងក៏ដែរទុកមាត់ស៊ីមន់ទៅវើយតិចលោយើងធាក់បាក់ចង្កេះឥឡូវហ្នឹង គ្រាន់តែខ្ញុំនិយាយលេងបន្តិចសោះក៏មិនបានដែរពូយ៉ាប់មែន បានហើយអ្នកទាំងពីរឈប់ប្រកែកគ្នាទៅហើយអាវត្តក៏អញ្ចឹងដែរឯងដើរក្នុងព្រៃយូរហើយតែឯងធ្វើដូចមិនដឹងអីសោះនៅក្នុងព្រៃជ្រៅបែបហ្នឹងគេមិនអោយនិយាយពាក្យបែបហ្នឹងទេក្រែងលោវាខុសមាត់ខុសកទៅណា ខ្ញុំគិតថាយើងគួរតែបំបែកផ្លូវគ្នាទៅពូបើយើងដើរជាមួយគ្នាបែបនេះអាចនឹងមិនបានជួបសត្វព្រៃទេ ធ្វើបែបហ្នឹងប្រហែលជាមិនល្អទេដឹងព្រោះថានៅក្នុងព្រៃនេះវាមានគ្រោះថ្នាក់ណាស់យើងក៏មិនដឹងដែរថាវានឹងមានអ្វីកើតឡើងហើយយើងមិនដឹងថាវាមានអ្វីខ្លះនោះទេហើយម្យ៉ាងទៀតយើងក៏បានដើរមកដល់ព្រៃជ្រៅហើយដែរបើសិនបើយើងដើរបែកគ្នាខ្ញុំខ្លាចក្រែងតែមានគ្រោះថ្នាក់អ្វីមួយយើងជួយគ្នាមិនទាន់ទេ ពួកគាត់ទាំងអស់គ្នាក៏បាននិយាយប្រកែកគ្នាដោយពូវត្តគាត់ចង់បំបែកផ្លូវគ្នារីឯអ៊ំឈឿនគាត់មិនចង់បំបែកផ្លូវនោះទេដោយហេតុថាគាត់ជាមនុស្សចាស់ជាងគាត់ដឹងច្បាស់ណាស់ថានៅក្នុងព្រៃនោះវាមានសត្វអ្វីខ្លះហើយមានគ្រោះថ្នាក់អ្វីខ្លះកើតឡើងនៅពេលដែលពួកគាត់កំពុងតែនិយាយគ្នាយ៉ាងតឹងសរសៃកនោះពេលនោះដែរស្រាប់តែមានសត្វព្រៃជាច្រើនដែលវាបានផ្អើលចេញមកពីក្នុងព្រៃជ្រៅហើយនៅពេលនោះពូវត្តក៏បានទាញយកកាំភ្លើងរបស់គាត់បំរុងនឹងដេញប្រមាញ់សត្វទាំងនោះហើយក៏ប៉ុន្តែនៅពេលនោះស្រាប់តែលោកអ៊ំឈឿនបានហាមគាត់ហើយគាត់ក៏បាននិយាយថា ណែអាវត្តជប់សិនកុំតក់កុហលពេកឯងមើលចុះនោះសត្វព្រៃនោះវាច្បាស់ជាមានរឿងអ្វីមួយហើយបានជាវាផ្អើលមកបែបនេះបើតាមធម្មតាវាមិនដែលរត់មកទាំងសត្វធំសត្វតូចបែបនេះទេឯងចាំមើលបន្តិចទៀតសិនមើលលោកបងឈឿនក៏និយាយសមហេតុផលដែរយើងគួរតែចាំមើលបន្តិចទៀតសិនទៅ មួយសន្ទុះក្រោយមកស្រាប់តែមានសំឡេងមួយស្រែកឡើងហើយសំឡេងនោះវាគឺជាសំឡេងរបស់អសូរកាយដែលវាកំពុងតែដើរចេញពីក្នុងព្រៃជ្រៅមកដោយអសូរកាយមួយនោះវាមានរូបរាងគួរឲ្យខ្លាចណាស់វាមានដៃជើងវែងៗហើយមានរាងស្គមមុខរលេះរលួយហើយខ្លួនប្រឡាក់ទៅដោយឈាមសត្វព្រៃអសូរកាយនោះវាក៏បានដើរសម្ដៅមកកាន់ពួកគាត់ទាំងអស់គ្នាដោយពោពេញទៅដោយការស្រែកឃ្លានអាហារជាពន់ពេកអសូរកាយនោះវាចូលចិត្តស៊ីសាច់និងឈាមជាអាហារហើយទោះបីជាវាស៊ីបែបណាក៏ស៊ីមិនចេះឆ្អែតនោះដែរដោយឃើញថាអសូរកាយមួយនោះវាមានបំណងចង់ធ្វើបាបពួកគាត់លោកអ៊ំឈឿនគាត់ក៏បានលើកដៃឡើងហើយក៏បានសូត្រនៅអាគមគាថារបស់គាត់បង្កើតបានជាពន្លឺអ្វីម្យ៉ាងហុំព័ទ្ធពួកគាត់ទាំង3នាក់ដើម្បីការពារពីការយាយីរបស់អសូរកាយមួយនោះពេលនោះអសូរកាយមួយនោះវាក៏បានព្យាយាមវាយបំបែកពន្លឺដែលហុំព័ទ្ធនោះប៉ុន្តែនៅពេលនោះដោយអំណាចមន្តអាគមរបស់លោកអ៊ំឈឿនធ្វើឲ្យអសូរកាយនោះវាក៏បានខ្ទាតចេញដោយសារតែធ្វើអ្វីពួកគាត់ទាំង3នាក់មិនបានធ្វើឲ្យអសូរកាយនោះវាចាប់ផ្ដើមផ្ទុះកំហឹងខឹងជាខ្លាំងឯងជានរណាហេតុអីបានជាឯងអាចការពារខ្លួននៅក្នុងព្រៃនេះបានគ្មាននរណាខ្លាំងជាងយើងទេតើពួកឯងជានរណាហើយពួកឯងមកពីណា យើងមកពីណាមិនសំខាន់ទេប៉ុន្តែយើងគ្រាន់តែចង់ការពារខ្លួនរបស់យើងប៉ុណ្ណោះបើឯងមិនចង់ស្លាប់ឯងឆាប់ចេញឲ្យឆ្ងាយពីមុខរបស់យើងទៅឲ្យយើងចេញបើយើងជាចេញដូចជាស្ដាយណាស់វើយថ្ងៃនេះ
យើងនឹងចាប់ពួកឯងស៊ីឲ្យបានពួកឯងកុំសង្ឃឹមថារួចខ្លួនទៅផ្ទះវិញឲ្យសោះថ្ងៃនេះបើយើងសម្លាប់ឯងមិនបានយើងមិនទៅវិញទេ ថាហើយលោកអ៊ំឈឿនក៏បានសូត្រនៅមន្តអាគមគាថារបស់គាត់បង្កើតបានជាសត្វក្របីអាគមមួយយ៉ាងធំហើយក្របីអាគមមួយនោះវាមិនមែនធំធម្មតានោះទេវាគឺធំជាងអសូរកាយនោះទៅទៀតពេលនោះអសូរកាយនោះវាក៏បានដើរចូលមកដោយមិនបានខ្លាចអ្វីសោះដោយវាបានគិតថាគ្មានអ្នកណាអាចសម្លាប់វាបាននោះទេនៅពេលដែលដើរចូលទៅដល់ក្របីអាគមមួយក្បាលនោះវាក៏បានវត្តទៅលើអសូរកាយនោះមួយស្នែងធ្វើឲ្យអសូរកាយនោះវាបានខ្ទាតចេញដួលទៅលើដីហើយក៏រលាយបាត់ទៅ និយាយអញ្ចឹងឯងមុខផ្ទះរបស់យើងមានការអ្វីដែរយើងគិតថានាំអាសម្លាញ់ឯងចូលទៅក្នុងព្រៃមួយថ្ងៃហ្នឹងណាក្រែងនឹងបានសត្វព្រៃខ្លះដើម្បីយកទុកធ្វើជាម្ហូប អ្វីដែលគួរឲ្យស្ដាយនោះគឺថាក្របកំភ្លើងនោះមិនបានហោះទៅចំសត្វជ្រូកព្រៃនោះឡើយដោយបានបណ្ដាលឲ្យវាផ្អើលហើយក៏រត់ចូលទៅក្នុងព្រៃជ្រៅបាត់ទៅ ស្ដាយណាស់រត់បាត់កុំអីដឹងតែឆ្ងាញ់មកទៀតហើយ ក្រោយពីពួកគាត់បានអង្គុយចាំអស់មួយសន្ទុះក្រោយមកនៅពេលនោះផងដែរស្រាប់តែមានសំឡេងខ្លាក្រហមយ៉ាងត្រហឹងពេញព្រៃតែម្ដងបន្តិចក្រោយមកក៏បានលេចចេញនៅសត្វខ្លាដំបងមួយយ៉ាងធំ លោកបងទាំងពីរនាក់សូមលោកបងចុះមកជួយយកខ្ញុំឡើងទៅខាងលើនោះផងខ្ញុំបានដើរប្រមាញ់សត្វតាំងពីព្រឹករហូតមកដល់ឥឡូវនេះខ្ញុំឃ្លានបាយណាស់តើលោកបងទាំងពីរនាក់អាចឲ្យបាយខ្ញុំបន្តិចផងបានទេគ្រាន់តែនឹងចំអែតក្រពះខ្លះអានេះចង់លេងអញហើយតើនេះអាមួយនេះវាគឺជាអសូរកាយបន្លំខ្លួនច្បាស់ណាស់ឯងគុំទុកចិត្តវាឲ្យសោះព្រោះថាវានឹងអាចនាំគ្រោះថ្នាក់មកដល់យើង ព្រានព្រៃម្នាក់នោះក៏បានคลายខ្លួនទៅជាអសូរកាយភ្លាមតែម្ដង លោកអ៊ំខឹមគាត់គឺជាព្រានព្រៃជើងចាស់ម្នាក់ដែលមុខរបររបស់គាត់នេះគាត់ធ្វើតាំងពីគាត់នៅអាយុខ្ទង់25ឆ្នាំមកម្លេះបើគិតទៅវាដូចជាយូរយារណាស់មកហើយបើនិយាយអំពីមុនអាគមអូមអាមវិញក៏គាត់ចេះមិនតិចនោះដែរធម្មតាទេជាព្រានព្រៃតែងតែចេះនៅមុនអាគមអូមអាមនេះហើយដើម្បីយកទៅការពារខ្លួននៅពេលដែលចូលព្រៃម្ដងព្រោះថានៅក្នុងព្រៃមិនមែនមានតែសត្វព្រៃនោះទេក្រៅពីនេះក៏មានដូចជាព្រៃខ្លាច្រាបព្រៃឬក៏ពពួកអមនុស្សផ្សេងទៀតផងដែរលោកអ៊ំខឹមនៅពេលដែលគាត់ចូលព្រៃម្ដងគាត់មិនសូវជាទៅម្នាក់ឯងនោះទេភាគច្រើនគាត់ទៅជាមួយនឹងលោកអ៊ំឈឿនដែលជាសម្លាញ់របស់គាត់ពួកគាត់ទាំងពីរនាក់នេះតែងតែចូលព្រៃប្រមាញ់សត្វជាមួយគ្នាជាញឹកញយនៅថ្ងៃមួយលោកអ៊ំខឹមគាត់ក៏បានធ្វើដំណើរចេញពីផ្ទះរបស់គាត់សម្ដៅទៅកាន់ផ្ទះរបស់លោកអ៊ំឈឿនដែលជាសម្លាញ់របស់គាត់ក្នុងគោលបំណងដើម្បីបបួលលោកអ៊ំឈឿនចូលព្រៃដើម្បីប្រមាញ់សត្វខ្លះដើម្បីយកមកឲ្យប្រពន្ធរបស់គាត់ទុកធ្វើជាម្ហូបតាមផ្លូវដែលគាត់ដើរទៅនោះក៏មិនសូវឆ្ងាយប៉ុន្មានដែរគ្រាន់តែឆ្លងពីភូមិមួយទៅកាន់ភូមិមួយទៀតតែប៉ុណ្ណោះនៅពេលដែលដើរទៅដល់ផ្ទះរបស់លោកអ៊ំឈឿនភ្លាមលោកអ៊ំខឹមគាត់ក៏បានឃើញលោកអ៊ំឈឿនកំពុងតែអង្គុយនៅខាងក្រោមផ្ទះរបស់គាត់ល្មម
ដែលវេលាពេលនោះគឺដល់ពេលល្ងាចទៅហើយដូច្នេះគាត់មិនមានកិច្ចការរវល់ទៅណានោះទេពេលនោះលោកអ៊ំខឹមក៏បានស្រែកហៅសម្លាញ់របស់គាត់ថា អាឈឿនអើយ បន្ទាប់មកគាត់ក៏បានដើរចូលទៅផ្ទះរបស់សម្លាញ់របស់គាត់ពេលនោះលោកអ៊ំឈឿនក៏បានទទួលរាក់ទាក់គាត់ទៅតាមរបៀបចាស់ៗពីដើមមកហើយគាត់ក៏បានឲ្យទឹកទៅកាន់លោកអ៊ំខឹមជាធម្មតាទេនេះជារបៀបទទួលភ្ញៀវរបស់ខ្មែរយើងតាំងពីសម័យមុនមកដើរមកហត់ដាក់ទឹកអញ្ចឹងទៅនិយាយពីថាតិចចិត្តតែម្ដងនិយាយអញ្ចឹងឯងឥឡូវសុខសប្បាយធម្មតាទៅអីអញសុខសប្បាយធម្មតាទេអាសម្លាញ់និយាយអញ្ចឹងឯងមុខផ្ទះរបស់យើងមានការអ្វីដែរយើងគិតថានាំអាសម្លាញ់ឯងចូលទៅក្នុងព្រៃមួយថ្ងៃហ្នឹងណាក្រែងនឹងបានសត្វព្រៃខ្លះដើម្បីយកទុកធ្វើជាម្ហូបចុះមានទៅស្អីអាសម្លាញ់យើងកំពុងតែចង់ចូលព្រៃដែរនឹងតែយើងវាមិនសូវហ៊ានចូលព្រៃម្នាក់ឯងនឹងណាចុះឯងគិតថាចូលព្រៃថ្ងៃណាដែរគឺថ្ងៃខាន់ស្អែកនេះតែម្ដងព្រោះថាថ្ងៃខាន់ស្អែកនេះគឺជាថ្ងៃល្អផងបើអញ្ចឹងសម្រាប់ថាទៅថ្ងៃខាន់ស្អែកនេះហើយយើងនឹងទៅព្រៃទិសខាងលិចនេះតែម្ដងពេលដែលពួកគាត់និយាយគ្នាចប់ហើយលោកអ៊ំខឹមក៏បានដើរត្រឡប់មកផ្ទះវិញលុះរំលងបាន2ថ្ងៃពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាដើរសម្ដៅទៅកាន់ព្រៃដោយមានកំភ្លើងម្នាក់មួយដើមព្រមទាំងថង់យាមនិងសម្ភារៈផ្សេងនិងអាហាររបស់គាត់ផងដែរពួកគាត់បានដើរចូលទៅក្នុងព្រៃយ៉ាងជ្រៅដែលពោរពេញទៅដោយដើមឈើខ្ពស់ធំនៅតាមផ្លូវដែលពួកគាត់បានដើរមកនោះពួកគាត់មិនទាន់បានជួបប្រទះជាមួយនឹងសត្វព្រៃណាមួយនោះឡើយដូច្នេះហើយពួកគាត់ទាំងពីរនាក់ក៏បានឈប់សម្រាកនៅខាងក្រោមដើមឈើដែលនៅក្បែរត្រពាំងទឹកមួយកន្លែងដើម្បីយកកម្លាំងសិនព្រោះថាពួកគាត់ដូចជាដើរបានឆ្ងាយគួរសមហើយដែរលោកអ៊ំឈឿនក៏បាននិយាយទៅកាន់លោកអ៊ំខឹមថាបើតាមអញមើលទៅយើងប្រហែលជាត្រូវចូលទៅក្នុងព្រៃកាន់តែជ្រៅទៀតហើយព្រោះថានៅទីកន្លែងនេះប្រហែលជាគ្មានសត្វព្រៃទេសូម្បីតែដានជើងសត្វមួយក៏គ្មានដែរអញក៏គិតដូចអាសម្លាញ់ឯងដែរប៉ុន្តែយើងគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះថាចូលទៅក្នុងព្រៃកាន់តែជ្រៅគ្រោះថ្នាក់ក៏មានកាន់តែខ្លាំងដូចគ្នាដែរបើអញ្ចឹងយើងសម្រាកយកកម្លាំងសិនទៅបន្តិចទៀតចាំធ្វើដំណើរទៅមុខទៀតបន្ទាប់ពីពួកគាត់ទាំងពីរនាក់បានសម្រេចចិត្តសម្រាកហើយនោះបន្តិចក្រោយមកពួកគាត់ក៏បានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅបន្ថែមទៀតក្នុងការស្វែងរកសត្វព្រៃដើម្បីប្រមាញ់នៅពេលដែលគាត់ធ្វើដំណើរយ៉ាងយូរមកទីបំផុតពួកគាត់ទាំងពីរនាក់ក៏បានជួបប្រទះជាមួយនឹងសត្វជ្រូកព្រៃមួយដែលធ្វើឲ្យពួកគាត់មានការអន្ទះសារចង់ប្រមាញ់ជាខ្លាំងនៅពេលនោះដែរលោកអ៊ំខឹមក៏បានតម្រង់កាំភ្លើងរបស់គាត់ទៅកាន់សត្វជ្រូកព្រៃនោះហើយក៏បានកេះកាយកាំភ្លើងមួយគ្រាប់អ្វីដែលគួរឲ្យស្ដាយនោះគឺថាគ្រាប់កាំភ្លើងនោះមិនបានហោះទៅចំសត្វជ្រូកព្រៃនោះឡើយដោយបានបណ្ដាលឲ្យវាផ្អើលហើយក៏រត់ចូលទៅក្នុងព្រៃជ្រៅបាត់ទៅស្ដាយណាស់រត់បាត់កុំអីដឹងតែឆ្ងាញ់មកទៀតហើយមិនគួរណាបណ្ដោយឲ្យវារត់បាត់សោះនៅពេលនោះផងដែរពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាបន្តដំណើរទៅមុខទៀតនៅតាមផ្លូវ
ពួកគាត់ទាំងពីរនាក់បានងាកមើលឆ្វេងផងស្ដាំផងប៉ុន្តែនៅតែមិនឃើញសត្វព្រៃណាមួយសោះមិនយូរប៉ុន្មានពួកគាត់ទាំងពីរនាក់ក៏បានដើរទៅដល់កន្លែងដីច្រាបមួយដែលពួកគាត់មើលទៅទំនងនឹងមានសត្វព្រៃដើរឆ្លងកាត់នៅទីនោះដោយសារតែគាត់បានមើលទៅលើស្មៅក្បែរនោះឃើញថាមានដានជើងសត្វជាច្រើនជាធម្មតាទេតំបន់ដីច្រាបតែងតែប្រជុំនៅពពួកសត្វព្រៃជាច្រើនប្រភេទដែលវាចូលចិត្តមកលិតដីនៅទីនោះណាស់ដោយសារតែដីនៅទីនោះគឺវាមានរសជាតិប្រៃហើយមិនមែនមានតែសត្វព្រៃធម្មតានោះទេនៅទីកន្លែងនោះក៏សម្បូរទៅដោយពួកអសូរកាយនោះដែរក្រោយពេលដែលពួកគាត់ទាំងពីរនាក់បានដើរទៅដល់ទីកន្លែងនោះហើយពួកគាត់ក៏បាននាំគ្នាកាប់ដើមឫស្សីនិងកាប់ដើមឈើមួយចំនួនដើម្បីសង់ធ្វើជាថ្នាក់ដើម្បីប្រមាញ់សត្វនៅយប់នេះតែម្ដងមិនយូរប៉ុន្មានព្រះអាទិត្យក៏ចាប់ផ្ដើមលិចហើយពេលយប់ក៏បានឈានចូលមកដល់ហើយពេលនោះដែរក៏បានដល់ពេលដែលពួកគាត់ទាំងពីរនាក់សប្បាយដៃក្នុងការប្រមាញ់សត្វផងដែរប៉ុន្តែពួកគាត់ក៏មិនភ្លេចការពារខ្លួនពីពពួកព្រៃខ្លាព្រាយជ្រូកព្រៃក៏ដូចជាអសូរកាយផ្សេងផងដែរក្រោយពីពួកគាត់បានអង្គុយចាំអស់មួយសន្ទុះក្រោយមកនៅពេលនោះផងដែរស្រាប់តែមានសំឡេងខ្លាក្រហមយ៉ាងត្រហឹងពេញព្រៃតែម្ដងបន្តិចក្រោយមកក៏បានលេចចេញនៅសត្វខ្លាដំបងមួយយ៉ាងធំដែលកំពុងតែដើរចេញពីក្នុងព្រៃជ្រៅមកអាសំឡាញ់ឯងឆាប់បាញ់សត្វខ្លានោះទៅសត្វខ្លានេះមិនមែនជាព្រាយខ្លាទេវាគឺជាសត្វខ្លាធម្មតាទេអញដឹងហើយជាមើលអញបញ្ចេញធ្វើដៃម្ដងឯងចាំតែមើលទៅយើងនឹងបាញ់សត្វខ្លានេះដើម្បីយកចង្កូមវាឲ្យបាននៅពេលនោះលោកអ៊ំឈឿនក៏បានកេះកាយកំភ្លើងរបស់គាត់ចំនួនមួយគ្រាប់ហើយក៏បានបណ្ដាលឲ្យសត្វខ្លាដំបងនោះដេកងាប់យ៉ាងស្អាតតែម្ដងហាហាធ្វើដៃរបស់យើងនៅតែច្បាស់ដូចដើមដដែលណោះនៅពេលដែលបានបាញ់សត្វខ្លាដំបងនោះងាប់រួចហើយពួកគាត់ទាំងពីរនាក់ក៏មិនបានចុះមកយកសត្វនោះដែរដោយហេតុថានេះជាទម្លាប់របស់ព្រានព្រៃទៅហើយប្រសិនបើពួកគាត់ចុះមកនោះអាចនឹងជួបគ្រោះថ្នាក់ក៏ថាបានពួកគាត់ក៏បានអង្គុយនៅលើថ្នាក់នោះបានមួយសន្បក់ក្រោយមកក៏ស្រាប់តែមានព្រានព្រៃម្នាក់បានដើរសម្ដៅមកកាន់ថ្នាក់របស់ពួកគាត់ទាំងពីរនាក់ហើយនៅពេលដែលដើរមកដល់នោះព្រានព្រៃនោះក៏បាននិយាយមកកាន់ពួកគាត់ទាំងពីរនាក់ថាលោកបងទាំងពីរនាក់សូមលោកបងចុះមកជួយយកខ្ញុំឡើងទៅខាងលើនោះផងខ្ញុំបានដើរប្រមាញ់សត្វតាំងពីព្រឹករហូតមកដល់ឥឡូវនេះខ្ញុំឃ្លានបាយណាស់តើលោកបងទាំងពីរនាក់អាចឲ្យបាយខ្ញុំបន្តិចផងបានទេគ្រាន់តែនឹងចំអែតក្រពះខ្លះព្រោះថាខ្ញុំនៅពេលនេះឃ្លានស្ទើរតែញ័រដៃញ័រជើងទៅហើយយ៉ាអានេះចង់លេងអញហើយតើនេះអាមួយនេះវាគឺជាអសូរកាយបន្លំខ្លួនច្បាស់ណាស់ឯងគុំទុកចិត្តវាឲ្យសោះព្រោះថាវានឹងអាចនាំគ្រោះថ្នាក់មកដល់យើងលោកប្អូនអើយខ្ញុំមិនអាចឲ្យបាយទៅកាន់លោកប្អូនបានទេហើយខ្ញុំក៏មិនអាចចុះទៅក្រោមបានដែរព្រោះថាខ្ញុំក៏ការពារជីវិតរបស់ខ្ញុំដែរក្រោយពីពេលដែលលោកអ៊ំខឹមនិយាយរួចមកព្រានព្រៃម្នាក់នោះក៏បានคลายខ្លួនទៅជាអសូរកាយភ្លាមតែម្ដងហើយនៅពេលនោះដែរលោកអ៊ំខឹមក៏បានយកកំភ្លើងរបស់គាត់បាញ់សម្ដៅទៅកាន់អសូរកាយនោះចំនួន2គ្រាប់
ប៉ុន្តែក្របកំភ្លើងរបស់គាត់នោះហាក់ដូចជាធ្វើអ្វីវាមិនបាននោះទេភ្លាមនោះដែរអសូរកាយមួយនោះវាក៏បានហក់មកសង្គ្រប់ពួកគាត់ទាំងពីរនាក់នៅខាងលើថ្នាក់នោះប៉ុន្តែលោកអ៊ំខឹមក៏បានបាញ់សម្ដៅទៅកាន់អសូរកាយនោះមួយគ្រាប់ដែលបណ្ដាលឲ្យវាខ្ទាតទៅបុកជាមួយនឹងដើមឈើមួយហើយក៏បានងាប់នៅទីនោះតែម្ដងទៅតាមពិតទៅក្របកំភ្លើងដែលលោកអ៊ំខឹមបាញ់អំបញ្ញមិញនេះវាគឺជាក្របកំភ្លើងអាគមដែលគាត់បានបញ្ចុះមុនអាគមអ៊ំអាមរបស់គាត់នៅក្នុងក្របកំភ្លើងនោះរួចបាត់ទៅហើយបន្ទាប់ពីអសូរកាយនោះបានងាប់ទៅរូបរាងរបស់វាក៏បានរលាយបាត់ចេញពីទីកន្លែងនោះទៅហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយដែរសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចសូមជួយចុច Subscribe ជាមួយនឹងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀតពួកគាត់ក៏បានសង់ថ្នាក់នៅទីនោះតូចល្មមដែលអាចឲ្យពួកគាត់អាចសម្រាកនៅខាងលើនោះបាននៅក្នុងព្រៃជ្រៅដូចនេះជាធម្មតាទេតែងតែមាននៅសត្វដែលកាចសាហាវជាក់ជាមិនខានឡើយមិនយូរប៉ុន្មានយប់ម៉ោង12ក៏បានឈានចូលមកដល់នៅពេលដែលពួកគាត់ទាំងពីរនាក់បានសម្រានលងលក់យ៉ាងស្កប់ស្កល់នៅពេលនោះស្រាប់តែមានស្រមោលខ្មៅអ្វីមួយយ៉ាងដែលមានរូបរាងយ៉ាងធំប្រៀបដូចជាប្រេតយ៉ាងអញ្ចឹងដែលវាកំពុងតែសង្កត់លោកគ្រូឌីដែលបណ្ដាលឲ្យគាត់មិនអាចកម្រើកខ្លួនរបស់គាត់បាននោះឡើយមិនយូរប៉ុន្មានមេឃក៏ចាប់ផ្ដើមងងឹតសារជាថ្មីម្ដងទៀតទាំងដែលពេលនោះគឺជាពេលថ្ងៃសោះពួកគាត់ទាំងពីរនាក់ក៏បានឈប់ហើយឈរស្ងៀមនៅមួយកន្លែងតែម្ដងពេលនោះលោកគ្រូឌីក៏បានងើយមើលទៅលើមេឃហើយគាត់ក៏បាននិយាយមកថាវីវហើយអាដូនមេឃកំពុងតែមានសូរ្យគ្រាសហើយគិតធ្វើយ៉ាងម៉េចទៅយើងលោកគ្រូឌីគឺជាគ្រូមន្តអាគមម្នាក់ដែលមានមន្តអាគមខ្លាំងពូកែហើយអ្នកភូមិទាំងអស់គ្នានៅពេលដែលមានរឿងអ្វីមួយអ្នកភូមិទាំងអស់នោះតែងតែនាំគ្នាទៅពឹងពាក់ស្នាក់អាស្រ័យទៅលើគាត់សឹងតែគ្រប់គ្នាទៅហើយលោកគ្រូឌីគាត់ប្រើមន្តអាគមដែលគាត់ចេះទាំងប៉ុន្មានទៅលើតែផ្លូវល្អតែប៉ុណ្ណោះប៉ុន្តែមនុស្សគាត់នេះបែរជាចូលចិត្តដើរព្រៃនិងស្វែងរកវត្ថុស័ក្តិសិទ្ធិឬក៏ស្វែងរកកំណប់ទៅវិញគាត់តែងតែចូលព្រៃដើម្បីស្វែងរកកំណប់និងវត្ថុស័ក្តិសិទ្ធិជាញឹកញយហើយកាលដែលគាត់ទៅនោះក៏មិនមែនទៅតែម្នាក់ឯងនោះដែរគាត់តែងតែទៅជាមួយនឹងលោកគ្រូដនដែលជាសម្លាញ់របស់គាត់និយាយទៅពួកគាត់ទាំងពីរនាក់នេះមានចំណង់ចំណូលចិត្តដូចគ្នាណាស់នៅព្រឹកមួយលោកគ្រូឌីកំពុងតែអង្គុយនៅខាងក្រោមផ្ទះរបស់គាត់ពេលនោះស្រាប់តែមានសំឡេងរបស់បរិសម្នាក់បានស្រែកពីខាងមុខផ្ទះរបស់គាត់មកថាអើយអាសម្លាញ់ឌីតាមពិតទៅសំឡេងនោះគឺជាសំឡេងរបស់លោកគ្រូដនដែលជាសំឡាញ់របស់គាត់នោះហើយពេលនោះលោកគ្រូដនក៏បានដើរចូលមកនៅពេលនោះពួកគាត់ទាំងពីរនាក់ក៏បានអង្គុយនិយាយគ្នានៅខាងក្រោមផ្ទះនោះហើយលោកគ្រូឌីក៏បានសួរទៅកាន់សម្លាញ់របស់គាត់ថានិយាយអញ្ចឹងឯងមកផ្ទះរបស់យើងមានការអ្វីមែនទេបើអញស្មានមិនខុសទេមុខនេះច្បាស់ជាមកបបួលអញចូលទៅក្នុងព្រៃរកកំណប់ទៀតហើយនេះចុះមានរឿងអ្វីទៀតក្រៅពីរឿងនោះឯងអញនៅតែផ្ទះក៏អបសុកដែរ
គិតថាបបួលឯងចូលទៅក្នុងព្រៃដើម្បីរកវត្ថុស័ក្តិសិទ្ធិនិងកំណប់ខ្លះហ្នឹងណាអញថាអីចេះខុសអញគ្រាន់តែមើលថងយាមក៏អញដឹងបាត់ទៅហើយមួយរយៈនេះអញក៏អបសោកដែរមិនបានចេញទៅណាសោះបានឯងមកបបួលយើងចូលទៅក្នុងព្រៃអញ្ចឹងក៏ល្អមួយយ៉ាងដែរចូលឯងចង់បបួលយើងទៅព្រៃខាងណាវិញគឺព្រៃអាថាននៅខាងជើងភូមិនេះឯងព្រៃអាថានឯងនៅតែចង់ទៅទីនោះទៀតក្រែងឯងដឹងហើយតើថាលើកមុនយើងស្ទឹងតែអស់ជីវិតដោយសារតែព្រៃនោះហើយនៅទីនោះសម្បូរទៅដោយបារមីស័ក្តិសិទ្ធិណាស់បើយើងត្រឹមជាគ្រូអាគមធម្មតាមិនអាចចូលទៅស្វែងរកកំណប់នៅទីនោះបានទេព្រោះកំណប់របស់គេមិនឲ្យយើងចូលទៅយកស្រួលនោះឡើយប៉ុន្តែលើកនេះអញមានកំបិតអាគមមួយសម្រាប់ឲ្យយើងអាចយកឈ្នះអ្នកការពារកំណប់នោះបានហើយឯងគួរតែឈប់ចង់បានកំណប់នោះទៀតទៅអញដឹងហើយថាកំណប់នៅទីនោះគឺមានច្រើនហើយវត្ថុស័ក្តិសិទ្ធិក៏មានមិនតិចនោះដែរប៉ុន្តែវាគឺជាការប្រថុយជីវិតពេកហើយតាំងពីចូលទៅទីនោះម្ដងមកអញដូចជាមិនចង់ទៅទៀតសោះព្រោះថាវាពោពេញទៅដោយគ្រោះថ្នាក់ណាស់ឯងទុកចិត្តលើកំបិតអាគមអញទៅកំបិតនេះគឺយើងបានមកអំពីគ្រូរបស់យើងដែលគាត់ធ្លាប់ប្រើកំបិតនោះចូលទៅក្នុងព្រៃនោះម្ដងដែរបើអញ្ចឹងអញទៅជាមួយឯងម្ដងទៀតចោះហើយឯងគិតទៅថ្ងៃនឹងតែម្ដងក៏អីគឺទៅថ្ងៃនឹងតែម្ដងឯងមិនឃើញទេអីអញបានរៀបចំថងយាមរួចអស់ទៅហើយដូចជាលឿនពេកទៅដឹងអញដូចជាមិនបានត្រៀមអ្វីសោះបើអញ្ចឹងឯងចាំយើងបន្តិចទៅយើងរៀបចំរបស់របរយើងបន្តិចសិននឹងអាលចេញដំណើរទៅបន្ទាប់ពីលោកគ្រូឌីរៀបចំរបស់របរគាត់ហើយនោះពួកគាត់ទាំងពីរនាក់ក៏បានចេញដំណើរពីផ្ទះរបស់លោកគ្រូឌីហើយសម្ដៅទៅកាន់ព្រៃអាថាននៅខាងជើងភូមិនោះបាត់ទៅហើយលោកគ្រូឌីក៏បានកាន់នៅកាំភ្លើងមួយដើមទៅជាមួយផងដែរដើម្បីការពារសត្វដែលកាចសាហាវនៅក្នុងព្រៃពួកគាត់ទាំងពីរនាក់នេះបាននាំគ្នាដើរចូលទៅក្នុងព្រៃអាថានកាន់តែជ្រៅទៅសម្ដៅចូលទៅកណ្ដាលព្រៃតែម្ដងដោយសារតែពួកគាត់ធ្លាប់បានចូលទៅក្នុងព្រៃអាថាននោះម្ដងហើយដូច្នេះពួកគាត់អាចចំណាំផ្លូវបានយ៉ាងច្បាស់ដោយសារតែទីកន្លែងនោះនៅឆ្ងាយពេកទើបធ្វើឲ្យពួកគាត់បានសម្រេចចិត្តសម្រាកនៅខាងក្រោមដើមឈើមួយកន្លែងសិនក៏ព្រោះតែមេឃក៏ដល់ពេលយប់ហើយដែរពួកគាត់ក៏បានសង់ថ្នាក់នៅទីនោះតូចល្មមដែលអាចឲ្យពួកគាត់អាចសម្រាកនៅខាងលើនោះបាននៅក្នុងព្រៃជ្រៅដូចនេះជាធម្មតាទេតែងតែមាននៅសត្វដែលកាចសាហាវជាក់ជាមិនខានឡើយនៅពេលដែលពួកគាត់បានសង់ថ្នាក់និងពិសាបាយរួចរាល់ហើយមេឃក៏ចាប់ផ្ដើមងងឹតល្មមដោយសារតែការធ្វើដំណើរយ៉ាងវែងឆ្ងាយមកដោយមិនបានឈប់សម្រាកសោះធ្វើឲ្យពួកគាត់អស់កម្លាំងជាខ្លាំងហើយពួកគាត់ក៏បានសម្រានលក់នៅខាងលើថ្នាក់នោះទៅមិនយូរប៉ុន្មានយប់ម៉ោង 12 ក៏បានឈានចូលមកដល់នៅពេលដែលពួកគាត់ទាំងពីរនាក់បានសម្រានលងលក់យ៉ាងស្កប់ស្កល់នៅពេលនោះស្រាប់តែមានស្រមោលខ្មៅអ្វីមួយយ៉ាង
ដែលមានរូបរាងយ៉ាងធំប្រៀបដូចជាប្រេតយ៉ាងអញ្ចឹងដែលវាកំពុងតែសង្កត់លោកគ្រូឌីដែលបណ្ដាលឲ្យគាត់មិនអាចកម្រើកខ្លួនរបស់គាត់បាននោះឡើយប្រេតនោះវាក៏បានព្យាយាមអោនមកម្ដងបន្តិចទៅកាន់ចិត្តលោកគ្រូឌីនៅពេលនោះលោកគ្រូឌីគាត់ក៏បានសំងំសូត្រភាវនាព្រះធម៌នៅក្នុងចិត្តរបស់គាត់ហើយមិនយូរប៉ុន្មានប្រេតនោះវាក៏បានរលាយបាត់ទៅហើយគាត់ក៏អាចកម្រើកខ្លួនបានជាធម្មតាវិញដែរពេញមួយយប់នោះពួកគាត់ទាំងពីរនាក់សម្រានមិនលក់សោះឡើយពួកគាត់ក៏បានអង្គុយនិយាយគ្នារហូតតតែមេឃភ្លឺតែម្ដងលុះព្រឹកឡើងពួកគាត់ទាំងពីរនាក់ក៏បានបន្តដំណើរទៅមុខទៀតមិនយូរប៉ុន្មានមេឃក៏ចាប់ផ្ដើមងងឹតសារជាថ្មីម្ដងទៀតទាំងដែលពេលនោះគឺជាពេលថ្ងៃសោះពួកគាត់ទាំងពីរនាក់ក៏បានឈប់ហើយឈរស្ងៀមនៅមួយកន្លែងតែម្ដងពេលនោះលោកគ្រូឌីក៏បានងើយមើលទៅលើមេឃហើយគាត់ក៏បាននិយាយមកថា វីវហើយអាដូនមេឃកំពុងតែមានសុគ្រាហើយគិតធ្វើយ៉ាងម៉េចទៅយើងគេមកហើយដល់ពេលដែលគេមកហើយយើងប្រហែលជាមកដល់កន្លែងកំណប់នេះហើយគ្រាន់តែយើងមកដល់កន្លែងរបស់គេសោះស្រាប់តែមានសុគ្រាភ្លាមយើងត្រូវតែតាំងចិត្តឲ្យមាំកុំឲ្យចេញច្រាបឲ្យសោះយកល្អយើងគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះថានេះគឺជាប្រយ័ត្នហាន់ហើយស្របពេលដែលមេឃកំពុងតែមានសុគ្រាទៀតគ្រោះថ្នាក់អាចកើតឡើងមកលើយើងគ្រប់ពេលវេលាបន្តិចក្រោយមកក៏មានឮនៅសំឡេងសត្វខ្លាក្រហឹមចេញពីក្នុងព្រៃមកដែលសំឡេងនោះមិនមែនជាសំឡេងសត្វខ្លាធម្មតានោះទេស្ដាប់ទៅវាដូចជាសំឡេងស្ដេចខ្លាយ៉ាងអញ្ចឹងពេលនោះលោកគ្រូឌីក៏បានត្រៀមតម្រង់កាំភ្លើងរបស់គាត់បើសិនជាសត្វខ្លានោះមកមែនក៏មិនបានរួចខ្លួនអំពីក្របកាំភ្លើងរបស់គាត់នោះដែរព្រោះថាក្របកាំភ្លើងរបស់គាត់នោះគឺមិនមែនជាក្របកាំភ្លើងធម្មតានោះទេវាសុទ្ធសឹងតែជាក្របកាំភ្លើងអាគមទាំងអស់មិនយូរប៉ុន្មានសត្វខ្លាដ៏ធំមួយក្បាលនោះក៏បានចេញមកដែលមើលទៅវាពិតជាអំណាចខ្លាំងណាស់សត្វខ្លានោះវាគឺជាខ្លាអ្នកតាដែលជាអ្នកការពារកំណប់នោះឯងសត្វខ្លានោះវាក៏បានរត់សម្ដៅទៅកាន់ពួកគាត់ទាំងពីរនាក់លោកគ្រូឌីក៏មិនបង្អង់យូរឡើយគាត់ក៏បានកេះកៃកាំភ្លើងរបស់គាត់មួយគ្រាប់សម្ដៅទៅកាន់សត្វខ្លាមួយក្បាលនោះគ្រាប់កាំភ្លើងរបស់គាត់ក៏បានហោះសម្ដៅទៅកាន់ក្បាលសត្វខ្លានោះដែលបណ្ដាលឲ្យវាងាប់ភ្លាមដោយប្រើតែគ្រាប់កាំភ្លើងមួយគ្រាប់របស់លោកគ្រូឌីតែប៉ុណ្ណោះនៅពេលដែលពួកគាត់ទាំងពីរនាក់បានបាញ់សត្វខ្លានោះងាប់ហើយជាធម្មតាទៅហើយសូរ្យគ្រាសមានរយៈពេល2ទៅ3ម៉ោងឯណោះលោកគ្រូឌីនិងលោកគ្រូដនពួកគាត់ក៏បាននាំគ្នាបន្តដំណើរទៅមុខទៀតដោយការដើររបស់គាត់នោះគាត់មិនហ៊ានដើរលឿននោះទេគឺគាត់ដើរដោយការប្រុងប្រយ័ត្នជានិច្ចហើយភ្នែករបស់គាត់ក៏បានសម្លឹងមើលជុំវិញខ្លួនមិនដាច់សោះឡើយបន្ទាប់ពីពួកគាត់បានបន្តដំណើរទៅមុខបានមួយសន្ទុះក្រោយមកនៅពេលនោះសំឡេងសត្វដំរីបានបន្លឺឡើងក្រហឹងពេញព្រៃតែម្ដងលើកនេះគឺធ្ងន់ជាងសត្វខ្លាទៅទៀតវីវហើយអាឌីលើកនេះខ្លាំងជាងលើកមុនទៅទៀតវើយនេះប្រហែលជាសំឡេងដំរីចុះប្រេងហើយ
ក្រែងឯងចង់បានកំណប់នឹងវត្ថុស័ក្តិសិទ្ធិអីនេះគ្រាន់តែជាអ្នកយាមទ្វារតូចនោះទេកុំអាលខ្លាចអីក្របកំភ្លើងរបស់អញនៅសល់ច្រើនក្របដែរល្មមអាចបាញ់វាឲ្យងាប់បានហើយក្រោយពីពេលដែលពួកគាត់ទាំងពីរនាក់និយាយគ្នាចប់នៅពេលនោះក៏លេចចេញនៅសត្វដំរីឈ្មោលមួយក្បាលដែលដំរីនោះវាមិនមែនជាដំរីធម្មតានោះទេមើលទៅវាពិតជាមានអំណាចណាស់ដោយមានអ្វីមួយយ៉ាងនៅខាងលើក្បាលរបស់វាទៀតផងដំរីឈ្មោលមួយក្បាលនោះវាក៏បានដើរសម្ដៅមកកាន់ពួកគាត់ទាំងពីរនាក់ហើយអសូរកាយដែលនៅខាងលើក្បាលដំរីនោះក៏បានសើចហើយបានស្រែកមកថាពួកឯងត្រូវតែស្លាប់យើងមកយកជីវិតរបស់ពួកឯងហើយត្រៀមខ្លួនស្លាប់ឲ្យហើយទៅអាឌីបើឯងបាញ់គឺត្រូវបាញ់តែម្ដងទៅកុំតបសម្ដីឬក៏ប្រមាថទៅលើគេឲ្យសោះអញដឹងហើយនៅពេលនោះលោកគ្រូឌីក៏បានលើកកាំភ្លើងរបស់គាត់ហើយក៏បានតម្រង់ទៅកាន់សត្វដំរីនោះស្នូកាំភ្លើងមួយគ្រាប់ក៏បានបន្លឺឡើងប៉ុន្តែមួយគ្រាប់នោះគឺมันអាចធ្វើអ្វីសត្វដំរីនោះបាននោះទេគ្រាប់កាំភ្លើងទី2ទី3និងទី4ក៏បានបន្លឺឡើងថែមទៀតអសូរកាយនោះវាក៏បានធ្លាក់ពីលើក្បាលដំរីហើយភ្លាមនោះសត្វដំរីឈ្មោលមួយក្បាលនោះក៏បានដេកងាប់នៅទីនោះដែរបានបន្តិចក្រោយមកសត្វដំរីនិងអសូរកាយនោះវាក៏បានរលាយបាត់ចេញពីទីកន្លែងនោះទៅយើងឈ្នះមួយដំណាក់កាលទៀតហើយលើកនេះយើងត្រូវតែយកកំណប់នោះឲ្យបានឯងកុំនិយាយផ្ដេសផ្ដាស់ពេកមកយកកំណប់គេមិនឲ្យមានចិត្តលោភលន់នោះទេវើយយើងមកគិតពីវិធីការពារខ្លួនវិញក្របកំភ្លើងរបស់អញជិតអស់ទៅហើយនៅសល់តែ4ក្របទៀតប៉ុណ្ណោះហើយមិនដឹងថាទៅមុខទៀតយើងត្រូវជួបជាមួយនឹងស្អីទៀតទេហើយស្របពេលដែលមេឃកំពុងតែមានសុគ្រាសទៀតយើងកាន់តែពិបាកទប់ទល់ជាមួយនឹងពួកគេហើយមិនអីទេអញនៅសល់កំបិតអាគមមួយទៀតអញមិនទាន់បានប្រើឯណាពេលនោះដែរពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាដើរទៅមុខបន្តទៀតអស់រយៈពេល1ម៉ោងក្រោយមកពួកគាត់ទាំងពីរនាក់ក៏បានទៅដល់ទីកន្លែងមួយដែលទីកន្លែងនោះគឺជាកន្លែងកំណប់និងវត្ថុស័ក្តិសិទ្ធិដែលពួកគាត់កំពុងតែតាមរកនោះឯងបើក្រឡេកទៅមើលកំណប់នោះវិញគឺពោរពេញទៅដោយពន្លឺតែម្ដងនៅក្នុងកំណប់នោះមានដូចជាវត្ថុមានតម្លៃវត្ថុស័ក្តិសិទ្ធិដែលសល់តាំងពីសម័យបុរាណរាប់រយឆ្នាំមកម្ល៉េះកំណប់នោះត្រូវបានការពារទៅដោយឆ្មាំ2នាក់ដែលនៅក្នុងដៃរបស់ពួកគេគឺមានកាន់នៅដំបងរីឯខ្លួនប្រាណវិញម្នាក់គឺពោរពេញទៅដោយពន្លឺពណ៌ខៀវរីឯម្នាក់ទៀតគឺពោរពេញទៅដោយពន្លឺពណ៌ក្រហមដោយឃើញនៅលោកគ្រូដននិងលោកគ្រូឌីមានបំណងចូលមកយកកំណប់ដូច្នេះឆ្មាំទាំងពីរនាក់នោះក៏បាននិយាយទៅកាន់ពួកគាត់ទាំងពីរនាក់ថាពួកឯងចង់បានកំណប់នេះពួកឯងត្រូវតែហ៊ានប្រយុទ្ធជាមួយនឹងយើងសិនព្រោះយើងគឺជាអ្នកការពារកំណប់នេះបើសិនបើពួកឯងប្រយុទ្ធឈ្នះយើងឯងនឹងបានកំណប់នេះហើយតែប្រសិនបើជាឯងប្រយុទ្ធមិនឈ្នះយើងទេឯងមានផ្លូវតែមួយគត់គឺស្លាប់
នៅពេលនិយាយចប់ឆ្មាំទាំងពីរអ្នកនោះក៏បានជប់ចេញជាសត្វក្របីមួយក្បាលយ៉ាងធំហើយក៏បានបញ្ជាវាឲ្យមកសម្លាប់លោកគ្រូឌីនិងលោកគ្រូដននៅពេលនោះលោកគ្រូដនក៏បានដកយកកាំបិតចេញពីក្នុងថង់យាមរបស់គាត់ហើយក៏បានបោះទៅលើអាកាសបន្ទាប់មកគាត់ក៏បានសូត្រនៅមន្តអាគមគាថាដែលគាត់ចេះទាំងប៉ុន្មានដាក់ទៅលើកាំបិតអាគមនោះដែលធ្វើឲ្យកាំបិតអាគមនោះវាបានហោះទៅចាក់ក្របីនោះតែម្ដងប៉ុន្តែកាំបិតនោះវាមិនអាចចាក់ក្របីអាគមនោះមុតនោះឡើយរីឯសត្វក្របីអាគមនោះក៏មិនអាចទៅសម្លាប់លោកគ្រូឌីនិងលោកគ្រូដនបានដែរមើលទៅកំបិតអាគមនេះមិនអាចធ្វើអ្វីក្របីអាគមនោះបានទេយើងគួរតែធ្វើមិនទៀតទៅអាដនឯងកុំភ័យអីចាំមើលបន្តិចទៀតសិនទៅចាំមើលថាឆ្មាំទាំងពីរនាក់នោះមានស្នៀតអ្វីបន្តទៀតអញក៏ថាយើងគួរតែទប់ទល់ឲ្យបានសិនទៅរងចាំពេលដែលមេឃផុតសុគ្រាសព្រោះមើលទៅមន្តអាគមរបស់ពួកគេខ្លាំងបែបនេះក៏ដោយសារតែឥទ្ធិពលនៃសុគ្រាសផងដែរបើតាមឯងនិយាយដូចជាសមហេតុផលដែរបើអញ្ចឹងយើងមានតែនាំគ្នាសូត្រអាគមរួមគ្នាទៅដើម្បីទប់ទល់ជាមួយនឹងក្របីអាគមមួយនោះនៅសល់តែបន្តិចទៀតទេមេឃនឹងប្រែទៅជាធម្មតាវិញហើយក្រោយពីពួកគាត់បានប្រយុទ្ធគ្នាជាមួយនឹងឆ្មាំការពារកំណប់បានមួយសន្ទុះក្រោយមកមេឃក៏ចាប់ផ្ដើមមានពន្លឺព្រះអាទិត្យឡើងវិញហើយនៅពេលនោះក្របីអាគមនោះហាក់ដូចជាចុះខ្សោយកម្លាំងហើយនៅពេលនោះផងដែរកាំបិតអាគមរបស់លោកគ្រូដនក៏បានហោះទៅបុកជាមួយនឹងក្របីអាគមនោះដែលបណ្ដាលឲ្យក្របីអាគមនោះវារលាយខ្ចាត់ខ្ចាយនៅទីនោះតែម្ដងក្រោយពីក្របីអាគមនោះបានរលាយបាត់ទៅឆ្មាំការពារកំណប់ទាំងពីរនាក់នោះក៏បានរលាយបាត់ជាមួយគ្នាផងដែរនៅចុងបញ្ចប់ជ័យជំនះនេះក៏បានទៅលើលោកគ្រូឌីនិងលោកគ្រូដនហើយពួកគាត់ទាំងពីរនាក់ក៏បាននាំយកកំណប់នោះត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញសាច់រឿងនេះក៏បានមកដល់ទីបញ្ចប់ហើយដែរសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់